ok ta tôi sẽ đây nữa nè được sao mình khi dừng ra nhà đấy đại miền Pành Hà tại tường Divinity số được sao về tăng nơi bên dừng play chứ Đúng. về thua ao dừng bị bạc chẳng play tới bị tẹt tẹt chẳng năng bên khác mau bị dừng thọt máu dừng đặt quality cấp rồi hay dừng đặt 4K 60 frame vậy chẳng tới hay công tơ bao dừng về tăng chẳngនៅពេលដែលយើងយកមកកាត់នៅក្នុង DaVinci គឺវាតឹងអូខេអញ្ចឹងបើសិនជាតឹងអញ្ចឹងអ្នកនរគ្នាអាចមានវិធីពីរក្នុងការដោះស្រាយទី1គឺយើង proxy នៅក្នុងកម្មវិធី DaVinci Resolve ផ្ទាល់តែម្ដងអឺមួយទៀតគឺយើងតម្លាក់ resolution នៅក្នុងកម្មវិធី DaVinci Resolve យើងធ្វើអញ្ចឹងដើម្បីយើង compress វាអឺធ្វើឲ្យវាតូចធ្វើវីដេអូអញ្ចឹងវាងាយស្រួលក្នុងការកាត់វីដេអូកុំឲ្យយើង play ទៅវាតាក់តាក់អូខេអញ្ចឹងកុំឲ្យវែងឆ្ងាយអ្នកទាំងអស់គ្នាឥឡូវខ្ញុំរៀនអ្នកទាំងអស់គ្នាដើម្បីចេះ proxy ក្នុង Davinci Resolve មុនបងអ្នកទាំងអស់គ្នាបើក Blackmagic នេះ Blackmagic proxy generator នៅពេលដែលយើងដំឡើងនៅពេលដែលយើងតម្លើងកម្មវិធី Davinci Resolve Blackmagic proxy generator ហ្នឹងគឺវាមកជាមួយហើយអញ្ចឹងអ្នកនរគ្នាគាត់វាយពាក្យ Blackmagic proxy generator មកគឺវាចេញមកអូខេអញ្ចឹងដើម្បីយើង proxy បានអញ្ចឹងយើងមើល setting របស់វាយើងមើលកន្លែង add នេះកន្លែង add ហ្នឹងគឺជាកន្លែងដើម្បីឲ្យយើងចូលទៅរកទីតាំងនេះ folder របស់យើងអានេះយើងទុកនៅណាអូខេយើងទុកនៅណាអញ្ចឹងយើងទៅ proxy វីដេអូហ្នឹងអូខេអញ្ចឹងយើងទៅ proxy វីដេអូហ្នឹងចឹងអ្នកនរគ្នាបើកមកខ្ញុំសាថ្មីអ្នកនរគ្នាចូលកន្លែង add មកហើយទៅរកទីតាំងដែលយើងដាក់វីដេអូនឹងទុកអូខេហើយខ្ញុំទៅរកទីតាំងដើម្បីដាក់វីដេអូនេះខ្ញុំដាក់ថាវីដេអូ short ចឹងនៅក្នុងវីដេអូ short ហ្នឹងគឺនេះមានប្រភេទវីដេអូទាំងអស់នេះចឹងវា proxy យឺតឬក៏លឿនវាអាស្រ័យទៅលើវីដេអូរបស់យើងហើយវាអាស្រ័យទៅលើកុំព្យូទ័ររបស់យើងហើយមួយទៀតគឺវីដេអូរបស់យើងច្រើនគឺវា proxy យូរដែរអញ្ចឹងហើយអញ្ចឹងអ្នកនរគ្នាចុចកន្លែងវីដេអូ short មកហើយយកពាក្យថា select folder អូខេ select folder មកអ្នកនរគ្នាគាត់ចុច start វាមកអូខេចុច start វាមកគឺវាកំពុងតែ proxy នៅវីដេអូរបស់យើងនេះវីដេអូខ្ញុំ12វីដេអូអញ្ចឹងបើសិនជាអ្នកនរគ្នាវីដេអូច្រើនគឺវារៀងយូរអូខេវាតាមល្បឿននៃវីដេអូរបស់យើងដែរអូខេនេះវា proxy ហើយអញ្ចឹងយើងអាចបិទវាបានអញ្ចឹងនេះវាអត់ទាន់ឃើញពាក្យថា proxy ទេចឹងអ្នកនរគ្នាចូលទៅពាក្យថា playback ហើយយកពាក្យថា proxy heading អូខេហើយយកពាក្យថា prefer proxy អូខេចឹងនៅពេលដែលយើង prefer proxy អ្នកនរគ្នាមើលកន្លែងនេះមើលកន្លែង clip វីដេអូរបស់យើងគឺមាន proxy ហ៎អូខេនេះវាចេញពាក្យថា proxy អញ្ចឹងវា compress វីដេអូរបស់យើងហ្នឹងឲ្យមានទំហំតូចហើយយើងវាងាយស្រួលក្នុងការកាត់វីដេអូអូខេអញ្ចឹងយើងមើលឃើញពាក្យ proxy អញ្ចឹងនៅពេលដែលយើង play ទៅវាអត់តាក់ទេអញ្ចឹងវាអត់តាក់ទេអូខេវា smooth ហើយមួយទៀតបើថា proxy នៅតែតឹងទៀតយើងធ្វើម៉េចយើងតម្លាក់នៅក្នុង resolution មកអ្នកនរគ្នាចូលទៅមើលកន្លែង playback ហើយយកពាក្យថា timeline playback resolution យើងមាន full យើងមាន half យើងមានquick turn នេះយើងអាចបើសិនជាយើងយកទី2មកអូខេប៉ុន្តែគាត់ថានៅពេលដែលយើងដាក់មិញគឺវាធ្វើឲ្យវីដេអូរបស់យើងអត់សូវច្បាស់ទេអត់ច្បាស់ហ្នឹងបានថានៅពេលដែលយើងកាត់ទៅគឺវាអត់សូវច្បាស់ណាបងប្អូនបើសិនជានៅប៉ុណ្ណឹងនៅតាំងទៀតអ្នកនេះដាក់ចុងក្រោយគេមកដាក់ចុងក្រោយគេមកអញ្ចឹងវាគុណបាត់របស់វាគឺវាមើលវីដេអូរបស់យើងអត់សូវច្បាស់ទេប៉ុន្តែគាត់ថាយើងកាត់ស្រួលអញ្ចឹងយើងកាត់ស្រួលប៉ុន្តែគាត់ថាគុណបាត់របស់វាគឺមើលវីដេអូអត់សូវច្បាស់អូខេប៉ុន្តែឧទាហរណ៍ថាអ្នកទាំងអស់គ្នាមកវា smooth ហើយនៅពេលដែលអ្នកទាំងអស់គ្នាកាត់វីដេអូដាន់រួចហើយបានថារួចរាល់ហើយអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចូលទៅ edit color អ្នកទាំងអស់គ្នាត្រូវតែបើកកន្លែងresolution ណាអ្នកទាំងអស់គ្នានេះproxy នេះគឺអ្នកទាំងអស់គ្នាដាក់enable all proxy មកអូខេដើម្បីយើងងាយស្រួលក្នុងការកាយ color playback អ្នកទាំងអស់គ្នាយកពាក្យ full មកចឹងនៅពេលដែលយើងកាយ color គឺយើងមើលច្បាស់ល្អតែបើសិនជាអ្នកនរគ្នាបើកមុខងារ proxy
ពេលខ្លះវាមើលទៅវាអត់សូវច្បាស់ទេអញ្ចឹងវាពិបាកក្នុងការកែcolor របស់យើងអញ្ចឹងណាហើយនេះដាក់ full មកអូខេយ៉ាងនៅពេលដែលយើងកែ color គឺវាងាយស្រួលអូខេអូម្យ៉ាងវិញទៀតអ្នកនរខ្ញុំភ្លេចប្រាប់តកតងនឹង proxy ហ្នឹងបើសិនតែយើងកាត់វីដេអូកាត់អីហើយយើងនៅពេលដែលយើង render យើងមិនបាច់បិទ proxy ហ្នឹងក៏វាអីដែរនៅពេលដែលយើង render មកគឺវីដេអូគឺវា quality បានធម្មតាវាអត់អីទេអញ្ចឹងណាចឹងអត់បញ្ហាទេនៅពេលដែលយើង render គឺយើងបិទ proxy ក៏បានអត់ក៏បានដែរព្រោះវាrender ទៅវារក្សាភាព quality របស់យើងនឹងនៅដដែល